ធ្លាក់ចូលទៅក្នុងគេមានរបៀបច្រើនមុខណាស់ហ្នឹងគ្រាន់តែចង់និយាយថារឿងសបាយខុសពីបុណ្យហ្នឹងណានឹងវាជាប់អន្ទាក់មច្ចរាជដូច្នេះគឺទី1គឺយើងដឹងថាបុណ្យនាំឲ្យយើងកើតមកជាមនុស្សនឹងបានឧបត្ថម្ភឲ្យនៅរស់ដល់សប្តាហ៍ថ្ងៃទី2បុណ្យបច្ចុប្បន្ននេះដែលយើងមានកុសលចិត្តនេះគឺណាសុខក្នុងជីវ័នសុខហើយជាបុណ្យកុសលទៀតអាហ្នឹងសុខក្នុងបច្ចុប្បន្ននេះហើយយើងអត់ទៀមទាស្អីច្រើនទៅទេបើបានមកដោយសារបុណ្យក៏យើងសប្បាយនឹងចែកចាយធ្វើបុណ្យធ្វើទានទៅគាត់ថាបើមិនបានទេក៏យើងយកអរិយទ្រព្យនេះជាសុខក្នុងបច្ចុប្បន្ននេះព្រោះយើងដឹងហើយថាជីវិតនឹងសម្រាប់យើងប្រើប្រាស់តែមួយជាតិនឹងទេរួចទៅយើងប្រគល់ឲ្យគេវិញហើយយើងយកបុណ្យជួលអត្តភាពសុគតិភពថ្មីទៀតទៅរបស់នេះប្រើលេងកើតហើយវាខូចយើងខូចជួសជុលបានចេះជួសជុលទៅជាជាងនៅមានពុទ្ធពធប្រសង់យើងធ្វើកាន់បិណ្ឌបានកឋិនទានអីបានប៉ុន្តែឥឡូវជួសជុលលេងបានហើយសងទៅគេវិញទៅបើនៅឯងខូចហើយហ្នឹងហើយអញ្ចឹងយើងជួលមកគ្រឿងទៀតបើមមតំទៅក្នុងទេវលោកអាយុវែងស្ដាប់ពធបានច្រើនសម្រាប់មគ្គផលហើយអត់មានធុញអីនឹងអាយុវែងហ្នឹងទេព្រោះវែងក្នុងបុណ្យកុសលសបាយក្នុងបុណ្យរហូតដល់ទៅព្រំលោកអាយុរាប់កាប់អត់មានតោសៈជីវ័នមានចេះអបសុខអីរងចាំពេលបរិនិព្វាននេះសម្មាបដិបទាដែលយើងរៀបចំដំណើរជីវិតត្រូវអត់មានអ្នកដតីណាទេគឺខ្លួនយើងនឹងអ្នករៀបចំដំណើរជីវិតដោយសតិសម្បជញ្ញៈហ្នឹងឯងពឹងនៅលើស្មារតីខ្លួនយើងអញ្ចឹងទៅណាថ្ងៃ1ម៉ោងកន្លះទៀតហ្នឹងឯងនៅរងនិតហ្នឹងហើយនេះណែសំណួរតើកាយានុបស្សនាសតិសម្បយុទ្ធទៅដោយវិបស្សនារបស់បុគ្គលដែលកំណត់កាយមកតាំងពីដើមតើឈ្មោះថាកាយានុបស្សនាដែរឬទេបើបុគ្គលដែលប្រកបដោយសតិនោះតើឈ្មោះថាកាយានុបស្សីដែរឬទេតើជាលោកយៈឬលោកតរៈបើណាអង្គធัวនៅក្នុងការចម្រើនសតិប្បដ្ឋានឬក៏ចម្រើនវិបស្សនាអង្គធัวមានតួសតិចេតសិកនិងបញ្ញាចេតសិកហ្នឹងហើយប៉ុន្តែកុសលហ្នឹងគឺជាកុសលតែមួយទេយើងហៅថាសតិប្បដ្ឋានក៏បានហៅថាវិបស្សនាក៏បានគឺណាព្រោះកាយានុបស្សនាសតិប្បដ្ឋានយើងហៅចូលគ្នាទាំងពីរទៅក៏បានណាដោយតែព្រះអង្គសម្ដែងកាយានុបស្សនាហើយសតិប្បដ្ឋានហ្នឹងហើយព្រោះអត់មានសតិអត់មានវិបស្សនាកំណត់កាយនឹងទេហ្នឹងព្រះអត្ថកថាបញ្យលក្នុងអាតាបិសម្បជាណោសតិមានេះបញ្យលក្នុងពាក្យសតិមាហ្នឹងព្រះអត្ថកថាសរខ្មែរយើងមានអីគុណចាស់មើលត្រង់ព្រះអង្គសម្ដែងសតិយាអារម្មណੰបរិកហេត្វាអនុបញ្ញាយៈអនុបស្សតិកំណត់កាយជាដើមនេះដោយបញ្ញាហ្នឹងដោយសារមានសតិណតិប្បដ្ឋាននឹងឯងកំណត់អារម្មណ៍គឺណាមានសតិរលឹកនៅអារម្មណ៍ជាបរមត្តហ្នឹងរូបធម៌នាមធម៌ហ្នឹងដែលមិនមែនជាអត្តាហ្នឹងបានកំណត់ដោយវិបស្សនានៅកាយវេទនាចិត្តធម៌ហ្នឹងអ្នកហេសតិវិរៈហេតស្សៈអនុបស្សនានាមៈអដ្ឋិនេះត្រង់ដែលថាសតិវិរៈហេតស្សៈនេះបើប្រសិជ្ជសតិអាហ្នឹងគឺអ្នកនេះមកណាបរិស័ទអដ្ឋិប្រែតែមានណាហ្នឹងឯងបាលីហ្នឹងអ្នកហេសតិវិរៈហេតស្សៈអនុបស្សនានាមៈអដ្ឋិឈ្មោះថាមិនមាននៅវិបស្សនាណាព្រោះវាចាសតិហ្នឹងឯងអញ្ចឹងនឹងជាចម្លើយនៅក្នុងសេចក្តីនឹងឯងទៅក្នុងការដែលចម្រើនវិបស្សនាគឺត្រូវតែមានសតិរលឹកដឹងកំណត់ដឹងកាយហ្នឹងដោយមហាភូតរូបនិងឧបាទាយរូបហ្នឹងដែលចែកទៅជាបព្វៈផ្សេងហ្នឹងតេតួងទៅនឹងសមថៈដែលជាប់តេតួងនឹងកាយសមថៈមិនមែនមានតែប៉ុណ្្នឹងទេមានច្រើនទៀតមានមេត្តាមានកសិនមានអីចឹងទៅប៉ុន្តែព្រះអង្គសម្ដែងសមថៈដោយខ្យល់ដង្ហើមចេញចូលអីហ្នឹងជាប់តេតួងនឹងកាយនឹងឲ្យបានជាបាតនៃការចម្រើននៅសតិប្បដ្ឋាន4ហ្នឹង
ចម្រើនអាណាបានសតិមួយឈ្មោះថាចម្រើនធัว4គឺសតិប្បដ្ឋានមិនមែនតែកាយានុបស្សនាតែប្បដ្ឋានទេនឹងគឺជាលោកកាយៈដោយសតិប្បដ្ឋាននឹងជាបុព្វភេសតិប្បដ្ឋានហ្នឹងសង្គ្រោះនៅក្នុងទុក្ខសច្ចៈរាប់ចូលក្នុងទុក្ខសច្ចៈព្រោះកុសលហ្នឹងជាលោកយៈដល់ទៅសម្រេចអរិយមគ្គហ្នឹងបានជាលោកតរៈហ្នឹងដែលគុណចាស់សួរថាជាលោកយៈឬលោកតរៈហ្នឹងការចម្រើនសតិប្បដ្ឋានហ្នឹងហៅថាជាបុព្វភេទនៃអរិយមគ្គអង្គ8ឈ្មោះថាចម្រើនអរិយមគ្គអង្គ8ហ្នឹងឯងព្រោះគ្រាន់តែថាជាដំណើរដែលដើរពីខាងដើមផ្លូវទៅកណ្ដាលផ្លូវទៅប៉ុន្តែប្រព្រឹត្តទៅដើម្បីលោកតរៈនឹងឯងដូច្នេះឈ្មោះថាចម្រើនអរិយមគ្គអង្គ8ប៉ុន្តែសតិប្បដ្ឋាននឹងជាលោកយៈអាស្រ័យតិប្បដ្ឋានជាលោកយៈនឹងឯងដែលឲ្យសម្រេចសម្មាសតិដែលជាលោកតរៈនឹងអញ្ចឹងសតិប្បដ្ឋានលោកយៈជាបុព្វភេទដែលនាំឲ្យសម្រេចនៅលោកតរៈហ្នឹងឯងនឹងសន្ទនាគ្នាហើយដូចថាសតិប្បដ្ឋានជាលោកយៈមិនតែឈ្មោះថាចម្រើនអរិយមគ្គអង្គ8ហើយចុះបើមិនចម្រើនសតិប្បដ្ឋានបានអរិយមគ្គអង្គ8នឹងមកពីណាវាដូចថាជីកដីសួរជីកដីធ្វើអីហ្នឹងធ្វើផ្ទះរួចទៅដាំសសរហ្នឹងឯងថាផ្ទះអីសសរអញ្ចឹងដូច្នេះដែលយើងនិយាយថាធ្វើផ្ទះហ្នឹងត្រូវឬខុសត្រូវហើយបើយើងជីកដីដើម្បីធ្វើផ្ទះវាគ្រាន់តែវាមិនតាន់បានផ្ទះប៉ុន្តែយើងនិយាយថាដើម្បីធ្វើផ្ទះមិនមែនដើម្បីដាំសសរហ្នឹងដាំធ្វើអីនៅមិនកើតហ្នឹងហើយប៉ុន្តែវាត្រូវដាំសសរសិនណា1 2 3 4អញ្ចឹងទៅដាក់រនូតមកក្រាលក្តារទៅធ្វើសសរតទៅទៀតទៅដាក់ផ្ទងដាក់ផ្លានអីមកប្រក់ដបូលទៅបានវាទៅជាផ្ទះដូច្នេះទៅទៅជីកដីដបូងហ្នឹងគេសួរថាធ្វើអីខ្ញុំធ្វើផ្ទះអាហ្នឹងត្រូវហើយប៉ុន្តែវាមិនតាន់បានផ្ទះទេយ៉ាងណាមិញសតិប្បដ្ឋានជាបុព្វភេទហ្នឹងគឺចម្រើនអរិយមគ្គអង្គ8ប្រការហ្នឹងឯងវាគ្រាន់តែអរិយមគ្គមិនតាន់កើតប៉ុន្តែកំពុងជីកដីឬក៏និយាយពីដើរក៏បានដែរថាទៅណាទៅភ្នំពេញនៅនឹងបាត់ដំបងហ្នឹងថាវាមិនតាន់ដល់នៅនឹងទៅណាទៅភ្នំពេញពោធិ៍សាត់ហ្នឹងឯងភ្នំពេញថាមែនទេប៉ុន្តែទិសដៅយើងទៅភ្នំពេញហ្នឹងគឺក្នុងខ្លឹមសារលោកយៈលោកតរៈហ្នឹងអញ្ចឹងហើយទី2តើសតិដែលសម្ពយុទ្ធទៅដោយមគ្គក្នុងគណៈនៃមគ្គរបស់បុគ្គលដែលខ្វល់ខ្វាយក្នុងវិបស្សនាហើយសម្រាប់អរិយមគ្គទៅឈ្មោះថាកាយានុបស្សនាដែរឬទេគុណចាសិក្សាទៅឃើញតែក្នុងការដែលសម្ដែងពីអង្គមគ្គអរិយមគ្គលោកតរៈហ្នឹងណាមកដល់សម្មាសតិហ្នឹងគឺកាយានុបស្សនាទេពដ្ឋានវេទនានុបស្សនាទេពដ្ឋានចិត្តានុបស្សនាទេពដ្ឋានធម្មមានុបស្សនាទេពដ្ឋានហ្នឹងគឺមិនមែនរាប់លោកយៈអីណាទេពដ្ឋានលោកតរៈហ្នឹងតែរាប់សតិប្បដ្ឋាន4ពិតមែនតែសតិក្នុងពេលហ្នឹងមិនមែនមានកាយវេទនាចិត្តធัวជាអារម្មណ៍មានព្រះនិព្វានជាអារម្មណ៍ព្រោះលោកតរៈប៉ុន្តែឈ្មោះថាសតិប្បដ្ឋាន4ដោយសារឧបនិស្ស័យនៃសម្មាសតិលោកតរៈនឹងឯងអាស្រ័យលោកយៈដែលធ្លាប់អប់រំរឿយមកនៅសតិប្បដ្ឋាន4ហ្នឹងដល់ទៅសម្មាសតិនឹងឯងមាននិព្វានជាអារម្មណ៍ជាមួយនឹងសមាទិដ្ឋិសមាសង្កបៈហ្នឹងណាអង្គមគ្គទាំង8ហ្នឹងគឺមានអារម្មណ៍តែមួយជាមួយគ្នាគឺព្រះនិព្វានណាតែសតិប្បដ្ឋានហ្នឹងនៅតែហៅថាសតិប្បដ្ឋាន4ដដែលមកអំពីឈ្មោះសតិប្បដ្ឋានហ្នឹងដោយអំណាចនៃឧបនិស្ស័យអត់មានឧបនិស្ស័យពីសតិប្បដ្ឋានវិបស្សនាមកទេគឺអត់មានសម្មាសតិលោកតរៈហ្នឹងទេអញ្ចឹងគឺថាពិតមែនតែមានព្រះនិព្វានជាអារម្មណ៍ប៉ុន្តែឈ្មោះថាសតិប្បដ្ឋាន4ដោយឧបនិស្ស័យនៃសតិដែលជាលោកតរៈនឹងគឺសតិប្បដ្ឋាន4ជាលោកយៈនឹងមកតែអញ្ចឹងមានឈ្មោះថាកាយានុបស្សនាទេពដ្ឋាននឹងឯងចឹងដែលបុគ្គលប្រកបដោយសតិនោះឈ្មោះថាកាយានុបស្ស័យហ្នឹងឯងដែរឬទេអាហ្នឹងបើនិយាយជាបុគ្គលvàកាយានុបស្ស័យអាហ្នឹងគឺជាបុគ្គលដែលចម្រើននៅក្នុងវិបស្សនាទាំងហ្នឹងឯងក្នុងការដែលបុគ្គលចម្រើនកំពុងឲ្យចម្រើនកាយានុបស្សនាមានកាយជាអារម្មណ៍មានវេទនានុបស្ស័យចឹងទៅហ្នឹងគឺថាសំដៅទៅរកបុគ្គលហើយដល់ទៅក្នុងគណៈនៃអរិយមគ្គមានបញ្ញត្តិបុគ្គលដោយឡែកមានឈ្មោះថាបដិបណ្ឌកបុគ្គល
nâng được trong một cô phải nhát đó và để pan được cao phải lên thệ tàu tăng được trong pháo hay thá một cô tăng được trong pháo phải lên thệ tàu nâng và để pan được cao tăng được trong mẹ rứ có thà tăng được trong mẹ nâng đôi sao ta bắt mẹ ấy ai hay thà sệt thiên u sa rây một cô chăng từ vinh tới con chá rứ có thom miên u sa rây tới từ tam để thà một cô nâng anhច្រើនទៅដោយសទ្ធាមកក៏សោតាបត្តមៈហ្នឹងសទ្ធានុសារីទៅថាច្រើនដោយបញ្ញាហ្នឹងក៏ធម្មានុសារីទៅហ្នឹងមានឈ្មោះបញ្ញត្តិជាបុគ្គលនៅក្នុងគណៈនៃអរិយមគ្គនោះអញ្ចឹងចំពោះកាយានុបស្សីហ្នឹងគឺថាជាអ្នកចម្រើនកាយានុបស្សនាទៅប្រធានវេទនានុបស្សីហ្នឹងអញ្ចឹងទៅអញ្ចឹងក៏ណាហ្នឹងឯងហើយជា